Welcome to the horror novel សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ណែនាំអ្នកទាំងអស់គ្នាជាមួយនឹងប្រឡំលោកបែបរន្ធត់និងអបិយជំនឿរបស់ខ្មែរយើងចំនួនមួយចំណងជើងដែលសភៅនោះមានចំណងជើងថាអាសនៈគ្រូសភៅអាសនៈគ្រូនេះដែរគឺជាសហនិពន្ធដោយអ្នកនិពន្ធទាំង3រូបរបស់អាណាចក្រសភៅដែលក្នុងនោះមានខ្ញុំមាន Winter និងមាន Latte ដែលយើងនិពន្ធសភៅមួយចំណងជើងនេះឡើងដើម្បីផ្សារភ្ជាប់រវាងរឿងរន្ធត់បែបអបិយជំនឿក៏ដូចជាជំនឿផ្សេងៗដែលខ្មែរយើងតែងតែមាននៅក្នុងនេះដែរយើងបែងចែកចេញជាជំពូកដែលជំពូកទី1និពន្ធឡើងដោយ Latte ដែលមានតួអង្គមានឈ្មោះថាដានកតិកាគាត់គឺជាអ្នកគ្រូពេទ្យឆ្មបម្នាក់ដែលគាត់ធ្វើការនៅក្នុងមន្ទីរពេទ្យមួយហើយគាត់ជីវិតរបស់គាត់អត់ស្ងប់សុខទេដោយសារតែគាត់ត្រូវបានព្រលឹងវិញ្ញាណក្មេងៗតាមលងបន្លាចគាត់រហូតដល់គាត់អត់អាចប្រើជីវិតសាមញ្ញធម្មតាដូចគេដូចឯងបានព្រោះតែភាពភ័យខ្លាចណាហើយបន្តពីគាត់នឹងទៅយើងក៏ចូលដល់ជំពូកទី2ដែលជំពូកទី2នោះគឺនិពន្ធដោយខ្ញុំផ្ទាល់ដែលមានតួអង្គមានឈ្មោះថាញៀនឆាដភាគាត់គឺជាតួអង្គមួយគាត់គឺជានារីម្នាក់ដែលគាត់ធ្វើការជាអ្នកស្រាវជ្រាវសាច់រឿងទាំងមូលរបស់គាត់ភាគច្រើនគឺកើតឡើងនៅក្នុងខេត្តមណ្ឌលគិរីខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថានិយាយតាមត្រង់ទៅពេលដែលខ្ញុំទៅសេរឿងរបស់ឆាដភាចាប់ខ្ញុំអត់ហ៊ានបើកមកអានឡើងវិញទេដោយសារតែនៅក្នុងរឿងគាត់មានអមនុស្សមួយដែលធ្វើឲ្យខ្ញុំខ្លាចរអាខ្លាំងមែនតើចូលមកដល់ជំពូកទី3វិញម្ដងជំពូកទី3នេះគឺនិពន្ធឡើងដោយធីតាឬមួយក៏យើងស្គាល់ថាជា Winter តួអង្គរបស់គាត់ឈ្មោះថាកិត្យាសុរិស័យគាត់គឺជាតួអង្គមួយក្មេងជាងគេបំផុតក្នុងចំណោមតួអង្គទាំង3នៅក្នុងរឿងរបស់យើងណាហើយគាត់គឺជាមនុស្សដែលកើតឆ្នាំរោងហើយគាត់ចាប់កំណើតនៅក្នុងថ្ងៃប្រហ័សផងដែរសុរិស័យគាត់គឺជាមនុស្សម្នាក់ដែលគាត់មានភ្នែកល្អមែនតើបានន័យថាជាភ្នែកដែលគាត់អាចមើលអ្វីដែលអ្នកផ្សេងមិនអាចមើលឃើញបានតែនឹងក៏ជាចំណុចមួយដែលធ្វើឲ្យជីវិតគាត់អត់ស្ងប់សុខដែរពីព្រោះថារឿងមួយចំនួនគាត់អាចមើលឃើញគឺជាអ្វីដែលគាត់មិនចង់ឃើញហើយមួយទៀតរឿងអាសនៈគ្រូនេះដែរក៏ជារឿងមួយបន្តពីសេរីសំណានផ្លូវបំបែកដូចគ្នាចាអរគុណជួបគ្នានៅវីដេអូក្រោយ